3ចំណុចរបស់កុំព្យូទ័រដែលបងប្អូនតែងតែយកច្រឡំចំណុចទី1ការសាកថ្មជាប់ជានិច្ចខ្ញុំដឹងថាកុំព្យូទ័រសម័យថ្មីមានប្រព័ន្ធសាកថ្មឆ្លាតវៃបើទោះបីជាយើងសាកថ្មជាប់រហូតក៏វាមិនងាយធ្វើឲ្យខូចថ្មដែរដរាបណាថ្មមិនឡើងកម្ដៅតែការសាកថ្មឥតឈប់ឈរ 100% គ្រប់ពេលវាអាចនឹងធ្វើឲ្យបាត់បង់នៅលីជូមអ៊ីយ៉ុងដល់យឺតបន្តិចម្ដងដំណោះស្រាយដ៏ល្អគួរតែដកដោតចេញម្ដងម្កាលដើម្បីជៀសវាងថ្មឡើងកម្ដៅចំណុចទី2តើគ្រប់កុំព្យូទ័រគួរតែចាំបាច់ប្រើប្រាស់ cooling plate ដែរឬអត់កុំព្យូទ័រវាមានកន្លែងបញ្ចេញចោលរបស់វាគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប៉ុន្តែ cooling plate ត្រូវបានគេប្រើប្រាស់សម្រាប់កុំព្យូទ័រណាដែលបញ្ចេញកម្ដៅខ្លាំងដូចជាកុំព្យូទ័រ design លេង game កាត់តវីដេអូសម្រាប់ការប្រើប្រាស់ការងារស្រាលៗក៏ដូចជាការងារ office cooling plate មិនចាំបាច់ប្រើប្រាស់ក៏បានដែរចំណុចទី3តើការបន្ថែម RAM ពិតជាធ្វើឲ្យកុំព្យូទ័របើកបោកដើរលឿនមែនដែរឬអត់ RAM កាន់តែធំវាពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់កុំព្យូទ័រប៉ុន្តែការបន្ថែម RAM វាមិនបានធ្វើឲ្យកុំព្យូទ័របើកមកដើរលឿនទេគ្រប់កុំព្យូទ័រទាំងអស់ដែលបើកមកដើរលឿនគឺអាស្រ័យទៅលើ SSD និង CPU